និយាយថាខ្ញុំខានមកលេងជីផាតនេះយូរដែរហើយទើបតែដល់រដូវវស្សារដូវធ្លាក់ភ្លៀងប្រែទៅបៃតងនេះខ្ញុំក៏រៀបចំដំណើរកម្សាន្តមកកាន់ជីផាតនេះម្ដងទៀតជាមួយនឹងក្រុមការងារចាស់ៗជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំផ្សេងៗទៀតបើក vlog ដំបូងមកគឺនៅកំពង់ចម្លងជីផាតតែម្ដងអត់បានថតតាមផ្លូវទេបងប្អូនអញ្ចឹងយើងមកដល់កំពង់ចម្លងជីផាតតែម្ដងមកដល់កន្លែងនេះរៀងអកសើមតិចអ្នកនរគ្នាដោយសារការរៀបចំរបស់យើងគិតថាឡានរបស់យើងឆ្លងរួចយើងបានសួរសហគមន៍សួរអីទៅខសួរទៅគាត់ថាឆ្លងរួចភាគរយ80%ឆ្លងរួចតែមកដល់ជាក់ស្ដែងទឹកនេកខ្លាំងអញ្ចឹងយើងអត់អាចចូលឡានទៅបានទេអញ្ចឹងយើងត្រូវរកគោយន្តឬមួយក៏រកឡានដើម្បីជូនយើងទៅលេងនៅក្នុងសហគមន៍ជីផាតទៅកន្លែងគោដៅដែលយើងត្រូវទៅលេងផ្សេងគ្នានៅក្នុងសហគមន៍ជីផាតនឹងតតែម្ដងគោយន្តនោះទៀតសោះក៏ពិបាករកដែរពុកម៉ែបងប្អូនដោយសារថ្ងៃដែលខ្ញុំទៅនឹងគឺមានភ្ញៀវទេសចរបុកទៅក្នុងច្រើនមែនទែនដែលធ្វើឲ្យគោយន្តផ្សេងៗនឹងត្រូវបានកក់អស់លេងអញ្ចឹងពួកយើងអកសើមែនទែនតែក៏សូមអរគុណបងប្រុសម្ចាស់រីសតដែរដែលយើងត្រូវស្នាក់នៅយប់ហ្នឹងគាត់បានយកឡានមកទទួលពួកយើងចឹងបានសម្រួលការងាររបស់ពួកយើងមកចឹងសម្រាប់បទពិសោធន៍ខ្ញុំផ្ទាល់ដែលចង់ចែកម្លែកដល់អ្នកនរគ្នាបើសិនមកមានកម្រងមកកាន់ជីផាតហើយអ្នកនរគ្នាមកឡានក្រុងចាប់ពី25កៅឡើងអ្នកនរគ្នាត្រូវតាក់ទងរកគោយន្តប្រអីឲ្យទៅកុំឲ្យអកសើដូចខ្ញុំឥឡូវពួកយើងខ្លះកំពុងតឡើងឡានហើយជិះទៅបដាហើយខ្លះទៀតកំពុងតដើរបដាដែរចាំឡានបកមកយកមួយជើងទៀតពួកយើងកំពុងតែយកឲ្យបានទៅតម្លាក់នៅ resort ហើយយើងនឹងរកគោយន្តកក់គោយន្តដើម្បីពុះទៅកាន់បាយថ្ងៃត្រង់របស់យើងឥឡូវយើងក៏តម្លាក់អីវ៉ាន់យើងមកដល់កន្លែងតម្លាក់អីវ៉ាន់នេះគឺនៅ resort ឆាយជ្រៃដែលយើងត្រូវស្នាក់នៅយប់ហ្នឹងហើយយើងក៏រកគោយន្តបានដែរតែឥឡូវយើងកំពុងតែឡើងគោយន្តដើម្បីឆ្ពោះដំណើរទៅកាន់ទីកន្លែងដែលយើងកក់បាយថ្ងៃត្រង់ហ្នឹងគឺនៅ San Bear Valley ដែលនៅតំបន់នោះយើងត្រូវទៅបាយថ្ងៃត្រង់ហ្នឹងផងហើយយើងត្រូវទៅដើរលេងនៅគោដៅមួយចំនួននៅជុំវិញតំបន់ San Bear ហ្នឹងតែម្ដងអ្នកនរអញ្ចឹងដោយសារកម្មវិធីរបស់យើងខក schedule បន្តិចដោយសារយើងអកសើយើងត្រូវរកគោយន្តតម្រង់ទៅបានហើយយើងមកដល់កន្លែងបាយថ្ងៃត្រង់នេះតម្រង់ទៅមកដល់គឺម៉ោងល្បាក់ម៉ោង2ហ្នឹងអ្នកមកដល់ San Bear គឺខ្ទង់ម៉ោង2អញ្ចឹងបាយថ្ងៃត្រង់របស់យើងឡើងដល់ម៉ោង2អញ្ចឹងមើលមុខម្នាក់ញ៉ាំលុយលែងចាញ់ហើយញ៉ាំលែងចាញ់ហើយអូខេអញ្ចឹងបន្ទាប់ពីបាយថ្ងៃត្រង់រួចចំណាយពេលអស់ចង់1ម៉ោងថតរូបថតអីបាយថ្ងៃត្រង់ផងហើយបន្ទាប់ពីដោយសារយើង schedule របស់យើងត្រូវអកសើផងយើងក៏ទៅកាត់កម្មវិធីចោលខ្លះយើងត្រូវកាត់ schedule ចោលខ្លះគោលដៅរបស់យើងត្រូវទៅលេងនៅទឹកធ្លាក់7ជាន់ឬក៏គេហៅថាទឹកធ្លាក់អូកេអញ្ចឹងដោយសារយើងពេលវេលានៅយើងសេះសល់តិចតួចយើងទៅអត់រួចទេយើងក៏ត្រូវកាត់ចោលហើយយើងបដូរទិសដៅទៅលេងនៅទឹកធ្លាក់អូមឡូដែលមានចម្ងាយប្រហែលជា2គីឡូជាងទៅ3គីឡូជិត San Bear ដែរអ្នកនរទិដ្ឋភាពតាមដងផ្លូវដូចដែលអ្នកនរគ្នាឃើញអញ្ចឹងគឺបៃតងស្រស់តែម្ដងនៅក្នុងខែនេះប៉ុន្តែចៃដន្យនៅថ្ងៃនេះរៀងឧបសគ្គបន្តិចដោយសារធ្លាក់ភ្លៀងរដូវនេះគឺជារដូវដែលពេញភ្លៀងហើយអ្នកនរអញ្ចឹងបើសិនជាអ្នកនរត្រូវលេងត្រូវមានអាវភ្លៀងមានអីរៀបចំឲ្យស្រួលបួរទៅមានកតាបដែលការពារទឹកភ្លៀងតាមផ្លូវក៏សម្បូរដោយផ្លែឈើដែរអ្នកនរដូចដើមសាវម៉ាវមួយដើមនេះអញ្ចឹងគឺតំណងមែនតើអ្នកនរនៅជាប់ផ្លូវតែម្ដងស្រែកសុំម្ចាស់គេមិនដឹងនៅណាទេឥឡូវសុំពីមីក្រូបើសិនជាម្ចាស់បានឃើញនៅក្នុងវីដេអូនេះកុំប្រកាន់ពួកខ្ញុំអី No God please no no ផ្លូវក៏ល្អគួរសមដែរអ្នកនរបើមកលេងខែនេះពាក់វិជើងស្រួលបួរមកពាក់វិជើងណាស្រាលតិចមកស្រួលដើរអញ្ចឹងនៅទឹកធ្លាក់អូម៉ាឡូខែនេះគឺទឹកហូរខ្លាំងមែនទែនយើងអត់អាចងូតកើតទេប៉ុន្តែទិដ្ឋភាពទឹកធ្លាក់ទឹកហូរនេះគឺស្រស់ស្អាតមែនទែនប៉ុន្តែដោយសារភ្លៀងផងរលឹមផងជាប់រហូតខ្ញុំអត់អាចឡើងចាប់របស់ខ្ញុំថតប្លង់លើអ្នកនរទស្សនាបានទេអញ្ចឹងបន្ទាប់ពីចេញពីទឹកធ្លាក់អូម៉ាឡូហើយយើងក៏បកត្រឡប់ក្រោយវិញសកម្មភាពបន្ទាប់របស់យើងគឺយើងត្រូវចូលទស្សនាយការតេរ៉េនរបស់
បងសំណាងអ្នកគ្នាឥឡូវយើងមកដល់ជាការត្រេននេះអរគុណបងប្រុសមែនតើដែលទទួលពួកយើងយ៉ាងដិតដល់ហើយក៏បានទិញនៅផ្លែឈើរបស់បងប្រុសជាមួយនឹងតម្លៃសមរម្យដែរហើយក៏អរគុណបងប្រុសដែលបានផ្ដល់ឲ្យពួកយើងបេះសាមកបង free ទៀតអរគុណមែនតើបងតែគ្រប់ដើមអត់បងឆ្នាំហ្នឹងគុំបាន20ដើមអូបានក៏បានវាហូបពេកបែបពេកបាទបាទ ហូបពេកខាយពេកខាយទឹកគឺទឹក ហើយខោវាមានទឹកផ្អែមឥឡូវយើងក៏ត្រឡប់មកដល់ resort វិញហើយយើងក៏កំពុងតែរៀបចំភ្នក់ភ្លើងដុតភ្លើងដើម្បីដុតដលងដុតពោតក៏ដូចជារៀបចំអាំងសាច់ទទួលទានបាយថ្ងៃល្ងាចបរិយាកាសទទួលទានបាយថ្ងៃល្ងាចគឺតំណងមែនតើអ្នកនរគឺតំណងមែនតើnói cái này mốt nó mới cam to lại cam mà học chứ baបងកានមកណាំអែមបងតាមតិចណាស់ចឹងឥឡូវភ្លឺនេះយំខ្ញុំបោះតង់ទៅលើផែមាត់ទឹកនេះស្ដាប់សលេងទឹកហូរស្ដាប់សលេងទឹកធ្លាក់គឺព្រោះមែនតើ Oh my god គឺ fresh មែនតើនេះគឺស្រស់ស្រាយណាស់តែឥឡូវកុំឲ្យខាតពេលវេលាខ្ញុំនឹងឲ្យបងប្អូនទស្សនាប្លង់ខាងលើអំពីទឹកធ្លាក់ឆាយជ្រៃនៅកន្លែង resort ដែលយើងបោះតង់នេះបន្តិចតោះទស្សនាបងប្អូនយើងបន្ទាប់ពីបាយព្រឹករួចយើងក៏រៀបចំទៅគោលដៅយើងមួយកន្លែងទៀតគឺយើងឆ្ពោះទៅកាន់ទឹកធ្លាក់ឆាយខ្ពស់ដែលស្អាតមែនទែនអ្នកនរភ្ញៀវទេសចរដែលមកលេងនៅជីផាត់នេះគឺកម្រនឹងចោលទឹកធ្លាក់ឆាយខ្ពស់ណាស់អ្នកនរព្រោះផ្លូវធ្វើដំណើរចូលក៏ស្រួលដែរអ្នកនរម្ហូបក៏ឆ្ងាញ់ដែរនៅទីនេះទេសភាពក៏ស្អាតតោះចឹងទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នា
ជាងបន្ទាប់ពីលេងទឹកអស់កម្លាំងគ្រប់គ្នាក៏បាយថ្ងៃត្រង់នៅទឹកធ្លាក់ឆាយខ្ពស់ផ្ទាល់តែម្ដងមុននឹងត្រឡប់មកវិញហើយវីដេអូរបស់ពួកយើងក៏មកដល់ទីបញ្ចប់ហើយដែរបើសិនបើពុកម៉ែបងប្អូនមានបំណងចង់ទៅទស្សនានៅជីផាតហើយចង់សាកសួរនៅព័ត៌មានមួយចំនួននៅជីផាតបងប្អូនអាចសាកសួរបានពួកយើងពេញចិត្តនឹងចែករំលែកក្តីរីករាយជួបគ្នាវីដេអូក្រោយអរគុណច្រើន